សូមជម្រាបសួរដល់សិស្សគណៈនិងលោកគ្រូអ្នកគ្រូនិងសាស្ត្រាចារ្យរបស់លោកស្រឡាញ់នៅវិទ្យាហោរាសាស្ត្រឥឡូវនេះយើងបន្តមេរៀនបន្តទៅមុខទៀតពីវីដេអូមុនយើងបាននិយាយអំពីទស្សនៈក្នុងការសិក្សាហោរាឥឡូវនេះយើងចាប់ដើមចូលមេរៀនអំពីប្រវត្តិកាយជាទូទៅដើម្បីឲ្យយើងសិក្សាអំពីហោរាយើងត្រូវតែស្គាល់អំពីដំណើរនិងប្រវត្តិរបស់កាយជាមុនសិនដែលយោងសំអាងទៅតាមទស្សនាជាគោលហើយម្យ៉ាងទៀតទោះជាសិក្សាតម្រាមហាពុទ្ធក្តីអត្តក្តីយាមចរិយាស័យក្តីតម្រាចរិយាស័យក្តីរហូតដល់ពីក្បួនពីជ័យសង្គ្រាមព្យាករនៅក្នុងដួងអន្តរបាច័ន្ទក្តីក៏ត្រូវស្គាល់អំពីប្រវត្តិកាយជាតល័យកខាងដើមសិនមូលហេតុប្រវត្តិកាយជាកតិសម្រាប់ការគិតពិចារណានិងជាសក្តីយោងជាតួអង្គដែលយើងសំយោគឬក៏គេហៅថាជាខ្លឹមសារជាការលំនាំឬក៏ជាតាក់តែងដើម្បីឲ្យការសិក្សានឹងងាយយល់ព្រោះនៅក្នុងប្រវត្តិកាយទាំងអស់ហ្នឹងវាតាក់ទងនឹងកាយគូមិត្តគូសត្រូវនិងគូសមពលគូធាតុអញ្ចឹងជំហានដំបូងយើងនិយាយអំពីកាយអតីតកាយអតីតនេះតាមដំណើរហោរាសាថាព្រះឥសូរជាម្ចាស់សាងព្រះអាទិត្យឡើងដោយយករាជសី6មៀតមកបំប៉ាន់លំអិតជាផង់ហើយរុំដោយសម្ពុតពណ៌ក្រហមចាស់ព្រមដោយទឹកអមរិតក៏បង្កើតជាព្រះសុរិយទឹកទេពតិណ្ឌកឡើងមានពណ៌កាយក្រហមទ្រង់ពិតជាផរណៈឆ្វេងឆ្វាត់ប្រងព្រាតទៅដោយកៅបតុមរាគៈវិមានក៏ក្រហមទ្រង់រាជក្រៃសរាជសីជាពីហណៈស្ថិតឯដអេសានទិសដំណើររឿងថាកាលក្នុងគ្រាមួយនោះព្រះប្រហោះកើតជាអាចារ្យទីសាប្រមោកព្រះអាទិត្យកើតជាមេនុបបានទៅរៀនសិលសាស្ត្រក្នុងសមណៈព្រះប្រហោះអាចារ្យក៏លើកនាងច័ន្ទឲ្យទៅជាភរិយាព្រះអាទិត្យព្រះអាទិត្យត្រេកអរហើយក៏យកនាងច័ន្ទទៅទុកក្នុងដន្លាប់មាសរួចចូលទៅក្នុងព្រៃរកបេះផ្លែឈើព្រះអង្គាជាពិតព្យាធរបានចូលទៅរួមរស់ជាមួយនឹងនាងច័ន្ទក្នុងដន្លាប់ព្រះប្រហោះដឹងហេតុការណ៍នោះជារៀបមកហើយលុះព្រះអាទិត្យត្រឡប់មកពីព្រៃចូលទៅរកព្រះប្រហោះឃើញថ្មាត់ស្លាដាក់ជា3កន្លែងហើយក៏សួរថាសប្តាហ៍ថ្ងៃព្រះអាចារ្យធ្លាប់ដាក់ត្រឹមតែ2ថ្មាត់ថ្ងៃនេះមិនដេចក៏ដាក់ទៅដល់3ព្រះប្រហោះតបថាបើអ្នកណាចង់ដឹងការជាក់ច្បាស់ចូលទៅបើកក្របដន្លាប់មាសមើលទៅព្រះអាទិត្យក៏បើកមើលឃើញព្រះអង្គាក៏លើកព្រះខ័នឡើងនិងកាត់ពិតព្យាធរក៏ស្ទុះហោះឡើងទៅលើអាកាសហើយត្រឡប់យកព្រះខ័នសັບចិញ្ច្រាំសីស័ករបស់ព្រះអាទិត្យបែកព្រះអាទិត្យក៏ចាប់ចាក់ចោលទៅត្រូវពិតព្យាធរដាច់ជើងឋានៈរឿងហ្នឹងក៏ចប់ទៅឥឡូវចូលដល់រឿងបន្តទៀតនោះគឺក្នុងកាលចំនួនមុនព្រះអាទិត្យកើតជាព្រានណូព្រះអង្គាកើតជាព្រានមានថ្ងៃមួយនោះព្រានបាត់គោព្រានក៏ត្រាច់ដើរតាមរកគោស្រាប់តែឃើញព្រានណូនៅលើប្រគៀបឈើក៏រើសដុំដីចោលទៅត្រូវក្បាលព្រានណូបែកតម្រាព្យាករពោលថាការដែលព្រះអាទិត្យសាងឡើងដោយរាជសីនោះទើបធ្វើឲ្យមាននិស័យតំណងរាជសីតាមតែពលរៀងមកថាជាសត្វមាននិស័យយុះមាននិស័យស្រឡាញ់ស្អាតហើយជាសត្វហឺហាផងមានមីនះប្រកាន់ខ្លួនបញ្ញារហ័សចិត្តដាច់ណាត់ត្រូវការស្រឡាញ់ភឿនភ័ក្រហ៊ានបានហ៊ានបង់ច្រើនកំព្រាត្រូវការជាឥស្សរៈមិនតាមអ្នកណាព្រះអាទិត្យជាកូនប្រសាព្រះប្រហោះនិងជាស្វាមីនឹងច័ន្ទជាសត្រូវរបស់ផ្កាយអង្គាជាសហាយស្មន់នាងច័ន្ទលក្ខណៈសង្ខេបដែលបានពោលមកដល់និស័យដូច្នេះក៏ព្រោះធាតុភ្លើងជាគោលមានពណ៌ក្រហមគឺជាពណ៌របស់ភ្លើងនេះឯងគេចេអាចារ្យពោលថាដួងផ្កាយព្រះអាទិត្យជាផ្កាយសំខាន់គួរប្រៀបប្រហែលព្រះរាជាឯផ្កាយដតីទៀតប្រៀបដូចជាបរិវារដោយបរិវារទាំងអស់នោះត្រូវបានអំណាចអំពីព្រះអាទិត្យជាមុនសិនទើបមានអំណាចជប់ហៃហ្វាអាទិត្យជាផ្កាយបាបគ្រោះការប្រើពណ៌សម្ពុតស្លៀកពាក់តែងតួបតុមរាគៈថ្ងៃរវិសុទ្ធសឹងរតមណីវរៈឆាយារស្មីស្រស់រះស្រឡះឆវិថ្លា
ស្អាតស្អំសោភាភាពពេនណាពណ៌ក្រហមសន្តានធាតពណ៌បណ្ណារាយព្រាយព្រាតប្រងអលង្ការរៀមម៉ត់គ្មានឆ្កងមានទឹកដមពណ៌កណិកាថ្លាទាំងព្រមរវិឆោមឆវីចែងសែងសូរិយនេះចាប់អញ្ចឹងនៅក្នុងអត្តន័យផ្កាយហ្នឹងគឺវាគ្រាន់ជារឿងនិទានមួយដើម្បីឲ្យយើងយល់ថាផ្កាយណាដែលជាផ្កាយគូមិត្តនិងផ្កាយគូសត្រូវនិងផ្កាយណាជាផ្កាយសហ័យស្មន់អីចឹងទៅអាហ្នឹងទៅដល់ពេលដែលខ្ញុំនិយាយអំពីប្រវត្តិផ្កាយទាំងអស់ហ្នឹងចប់ខ្ញុំនឹងរៀបរាប់អំពីនៅក្នុងទស្សនៈតែគេមើលរបៀបម៉េចគេឧទាហរណ៍យ៉ាងណាទាំងចាំតទៅមុខទៀតហើយនៅក្នុងគ្រោះរបស់ផ្កាយអាទិត្យនេះបើតាមហោរាសាស្ត្របើតាមខ្ញុំបានសិក្សាមកហ្នឹងគេមានគ្រោះរបស់គេគឺគេឲ្យប្រយ័ត្នទី1នឹងភ្លើងគ្រោះរបស់ផ្កាយហ្នឹងគឺភ្លើងកម្មភ្លើងឬក៏និយាយមួយម៉ាត់ថារន្ទះបាញ់អាហ្នឹងនៅក្នុងអត្តក៏មាននិយាយដែរហើយនៅក្នុងមហាភូតហ្នឹងក៏គេមិនបាននិយាយក្បោះក្បាយទេតែនៅក្នុងចក្រាស័យហ្នឹងគេប្រើអត្ថន័យរបស់ទស្សនៈហ្នឹងក៏យល់ប្រើដែរអញ្ចឹងការស្ដាប់នេះមិនមែនទាមទារឲ្យចាំទេតែត្រឹមឲ្យយល់ថាអត្ថន័យរបស់ផ្កាយហ្នឹងគឺវាមានរឿងដំណាលមកយ៉ាងហ្នឹងឯងអញ្ចឹងសន្មតថាចាប់អូខេជម្រាបលាបើមានការខុសឆ្គងនៅបាត់អក្សរវិរុទ្ធមួយនោះក៏សូមកែតម្រូវផងហើយសំខាន់រៀនដើម្បីចេះកុំប្រកាន់រឿងថាអានមិនសូវច្បាស់លាស់ពួកខ្ញុំក៏មិនជាអ្នកច្បាស់ខាងអក្សរវិរុទ្ធអីប្រហែលដែរក៏រៀនបានថ្នាក់ទៀតទេធ្វើម៉េចអ្វីទៅការស្រឡាញ់ក៏ចែកម្លែកទៅតាមលទ្ធភាពអញ្ចឹងសង្ឃឹមថាសាសនាទាំងឡាយហ្នឹងបានស្ដាប់ក៏ជ្រុលជ្រាបស្វែងយល់សិក្សាសង្ឃឹមថាថ្ងៃអនាគតទៅខាងមុខហ្នឹងស្រុកយើងសម្បូរទៅដោយធនធានគឺហៅថាច្បាស់លាស់